ក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបមួយខ្ញុំបាទធ្វើវីដេអូញ៉ាំសាច់ជ្រូកជាមួយនឹងមីស៊ូម្ដងអញ្ចឹងបើសិនជាចង់ដឹងថាការធ្វើវីដេអូរបស់ខ្ញុំហ្នឹងញ៉ាំទៅឆ្ងាញ់យ៉ាងណាសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំទាំងអស់គ្នាដោយសារខ្ញុំខានតែញ៉ាំយូរនេះទឹកតលើកនេះខ្ញុំធ្វើញ៉ាំmy god មើលតំណងអត់ម៉ែបងប្អូនទាំងនេះឲ្យមើលសិនអញ្ចឹងនេះ oh my god សំខាន់មើលអូមីស៊ូយើងស្រស់ហើយសំខាន់យើងមានវិធីស្រស់ទៅក៏ឆ្ងាញ់ដែរmy god អ្នកនេះសាច់ជ្រូក3ជាន់យើងណែកសាស្នាដៃខ្លួនឯងដែរធ្វើអីក៏ឆ្ងាញ់ដែរសាច់ជ្រូក3ជាន់ជាមួយញាំហ្នឹងគឺ the best and the best my god អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាបាយបាយ